ភាពខុសគ្នារវាង traditional data center ហើយនិង cloud data center គឺខ្ញុំអាចនិយាយបានថាយើងលើកឡើងពីរចំណុចខុសប្លែកពីគ្នាទីមួយយើងនិយាយអំពីផលប្រយោជន៍របស់ SME ហើយទីពីរយើងនិយាយពីផលប្រយោជន៍របស់បុគ្គលិកដែលធ្វើការនៅក្នុង data center ផ្ទាល់អញ្ចឹងផលប្រយោជន៍ទីមួយសម្រាប់ SME គឺគាត់អត់ចាំបាច់ require any upfront cost ដើម្បី build up data center ហើយឬមួយក៏ទៅទិញ server ហើយយក server ដាក់ផ្ញើនៅក្នុង co-location ណាមួយបានន័យថាគាត់អាចរក្សា capex របស់គាត់នឹងទៅជា operation cost វិញចំពោះ cloud data center គឺបើយើងនិយាយពីបុគ្គលិកវិញគឺទី1 in term of innovation compare ជាមួយនឹង data center ដែលប្រភេទ co-location គឺខុសគ្នាឆ្ងាយទី1នៅក្នុង cloud data center គឺបុគ្គលិកទាំងអស់គឺគាត់អាចរៀនពី technology ថ្មីដែលតម្រូវការសម្រាប់ business រាល់ថ្ងៃហ្នឹងដែលជាមិនមែនជា traditional one អញ្ចឹងភាពខុសគ្នារវាង co-location ហើយនឹង data center cloud ចំណុចសំខាន់ពីរដែលខ្ញុំចង់ណែនាំគឺទី1គឺផលប្រយោជន៍ទៅដល់ SME ទី2គឺផលប្រយោជន៍ទៅដល់បុគ្គលិកដែលធ្វើការផ្ទាល់នៅ cloud data center